អូអ្នកទាំងអស់គ្នាជឿឆ្លងពេលវេលាអត់ជឿថានៅភពផែនដីយើងហ្នឹងមិនមែនមានតែភពផែនដីយើងមួយខ្ញុំគិតថាมันអាចនឹងមាន universe ផ្សេងទៀតអញ្ចឹងណាដូចរឿងកាត់ឡើងនៅលើនារីខាងលើនេះអញ្ចឹងអ្នកទាំងអស់គ្នាទៅតែរឿងថ្មីហ្នឹងគឺល្បីខ្លាំងមែនទែននៅសហរដ្ឋអាមេរិកវាថានារីហ្នឹងរបៀបថាគាត់របៀបថាពេលគាត់មកដល់ airport ហ្នឹងគឺគាត់ប្រាប់ប៉ូលីសហ្នឹងថាគាត់បានមកពី Torrance អ្នកទាំងអស់គ្នាតែ Torrance ហ្នឹងគឺអត់មាននៅក្នុងផែនទីហ្នឹងទេប៉ុន្តែគាត់បកកាយទៀតគាត់ថាគាត់មកពី Torrance ប៉ុន្តែគេព្យាយាមឆែកមើលរកនៅក្នុង system រកនៅក្នុង Google Map អីអញ្ចឹងប៉ុន្តែវាអត់មានប្រទេស Torrance ហ្នឹងទេអញ្ចឹងគេក៏ឲ្យនារីហ្នឹងយកនារីហ្នឹងទៅក្នុងបន្ទប់ដើម្បីសាកសួរឬក៏ទុកនារីហ្នឹងសិនដើម្បីស្អែកឡើងពេលមកសាកសួរព័ត៌មានបន្ថែមអីទៀតអញ្ចឹងប៉ុន្តែចែកដល់នេះអ្នកទាំងអស់គ្នានៅពេលថ្ងៃស្អែកគេមករកនារីហ្នឹងពេលបើកបន្ទប់ហ្នឹងមកគឺនារីហ្នឹងបាត់ឆឹងហ្មងរបៀបថាបាត់ដំណឹងឆឹងរលេងឃើញហ្មងអត់ដឹងថានារីម្នាក់ហ្នឹងគាត់ទៅណាទេដល់ពេលអញ្ចឹងទៅវាបកកការភ្ញាក់ផ្អើលខ្លាំងមែនទែនជុំវិញពិភពលោកជាពិសេសល្បីនៅសហរដ្ឋអាមេរិកខ្ញុំឃើញគេចេញនិយាយច្រើនខ្លាំងមែនទែនខ្ញុំគិតថាអាពេលវេលាដែលគេបើកបន្ទប់រកអត់ឃើញនារីហ្នឹងមកវិញណាខ្ញុំគិតថាអាពេលវេលាហ្នឹងជាពេលវេលាដែលនារីហ្នឹងវិលត្រឡប់ទៅភពគាត់វិញបានន័យថាដល់ពេលវេលាដូចថា time sphere ដល់ពេលវេលាមួយដែលគេត្រូវទៅត្រឡប់ទៅវិញទៅ universe ផ្សេងវិញទៅ universe ដើមយើងវិញចឹងអញ្ចឹងខ្ញុំជឿហ្មងខ្ញុំជឿថាអាចនឹងមានការឆ្លងពេលវេលាអីចឹងគ្រាន់ថាពេលខេឡូពេលនារីហ្នឹងគាត់មកចឹងទៅគាត់របៀបថាគាត់ឆ្លងពេលវេលាមកដោយអត់ដឹងខ្លួនអញ្ចឹងទាំងតែអាភពរបស់គាត់ហ្នឹងហើយអាភពនេះវាថា universe នេះ universe របស់គាត់ហ្នឹងអាចថាមានការប្រហែលគ្នាដូចថាមានទឹកដីអីស្តៀងគ្នាអីចឹងដល់ពេលអញ្ចឹងទៅគាត់ឆ្លងមកដល់ខ្លួនគាត់ទៅពេលហើយសំខាន់នៅក្នុងអាផែនទីហ្នឹងគឺគេឆែកអត់ឃើញអាប្រទេស Torrance ហ្នឹងទេហើយអត់ដឹងថានិយាយទៅគឺឆែកអត់ឃើញអញ្ចឹងវាអាភ័យនីហាខ្លាំងមែនទេដូចរឿងដូចធ្លាប់មានរឿងមួយដែលគេនិយាយនៅក្នុងឆ្នាំ1954ហ្នឹងមានបុរសម្នាក់គាត់មកដល់អាកាសដ្ឋានយានដ្ឋាន Haneda Tokyo Japan ហើយពេលគាត់មកដល់ហ្នឹងគាត់បានបង្ហាញលិខិតឆ្លងដែន passport មួយដែលសរសេរថា country Torrance ឬក៏ Torrance ហ្នឹងដែលដូចនារីហ្នឹងអញ្ចឹងប៉ុន្តែបញ្ជាក់ខាងលើហ្នឹងថាប្រទេសហ្នឹងវាអត់មាននៅលើផែនទីទេហើយពេលគេសួរថា Torrance ហ្នឹងនៅទីណាគាត់បានបង្ហាញចន្លោះរវាងប្រទេសបារាំងហើយនិងប្រទេសស្ប៉ាញតំបន់Andorra បច្ចុប្បន្នហើយគាត់បានអះអាងថាប្រទេសដែលគាត់មាននៅទីនោះជាចង់និយាយថាគាត់រស់នៅរាប់រយឆ្នាំហើយអាជ្ញាធរបានសង្ស័យថាគាត់ប្រើលិខិតឆ្លងដែនអីคล้ายៗអីអញ្ចឹងដូច្នេះគេបានដាក់គាត់នៅស្ថានភាពមួយជាមួយនឹងអ្នកយាមប៉ុន្តែព្រឹកថ្ងៃបន្ទាប់គាត់បាត់ដូចនារីខាងលើនោះអញ្ចឹងរឿងនេះពីករណីមានបរិបផងមាននារីផងហើយដល់ពេលអញ្ចឹងទៅគេព្រួយបារម្ភមែនតើគេថាអត់ដឹងថាគាត់បាត់ទៅណាអញ្ចឹងខ្ញុំថាពេលដែលបាត់ខ្លួនជាពេលដែលពេលវេលាហ្នឹងរបៀបថាយកទៅវិញអញ្ចឹងបានន័យថាដល់ពេលវេលាដែលគេឆ្លងពេលវេលាទៅ universe ហ្នឹងវិញអញ្ចឹងខ្ញុំជឿថាវាពិតជាមានមែនអាការឆ្លងពេលវេលាហ្នឹងអីចឹងព្រោះខ្ញុំឃើញមិនមានតែករណីនារីខាងលើហ្នឹងគឺខ្ញុំឃើញកន្លងមកគឺឃើញមានច្រើនករណីឯងអារឿងគេនិយាយថាឆ្លងពេលវេលាឆ្លងអីហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាជឿថាមានការឆ្លងពេលវេលាអត់ខ្ញុំជឿព្រោះថែសារពេលខ្លះខ្ញុំមានអារម្មណ៍ថារឿងខ្លះយើងធ្លាប់ជួបម្ដងទេអញ្ចឹងខ្ញុំគិតថារឿងផ្លែកវាមានច្រើនណាស់អញ្ចឹងអារឿងឆ្លងពេលវេលានេះខ្ញុំគិតថាប្រហែលជាមានមែនហើយខ្ញុំជឿថាមានអ្នកខ្លះគាត់អាចឆ្លងពេលវេលាទៅមើលអនាគតអីមុនបានទៀត